ខ្ញុំជាអ្នកលក់សាឡុងហើយមានបទពិសោធន៍ក្នុងការលក់សាឡុងជាច្រើនឆ្នាំហើយអ្វីដែលខ្ញុំបានជួបពីអតិថិជនពាក្យដែលគាត់និយាយនៅពេលដែលគាត់ទិញសាឡុងហើយគាត់តែងតែនិយាយពាក្យថាបើសិនជាគាត់ដឹងអញ្ចឹងគាត់នឹងអត់យកម៉ូតនេះឬក៏យកពណ៌នេះទេថ្ងៃនេះខ្ញុំចង់មកបង្ហាញប្រាប់បងប្អូន5ចំណុចគួរជៀសវាងមុននឹងចំណាយលុយទិញសាឡុងផលទី1ទិញសាឡុងដោយមិនបានវាស់ទំហំបន្ទប់ដែលត្រូវដាក់ជាមុនពេលដឹកទៅដល់ផ្ទះទើបដឹងថាទំហំសាឡុងតូចឬក៏ធំពេកធ្វើឲ្យបន្ទប់របស់លោកអ្នកចង្អៀតឬក៏មិនស័ក្តិសមជាមួយនឹងគេហដ្ឋានរបស់លោកអ្នកកំហុសទី2មើលតែរូបតែមិនសាកអង្គុយសាឡុងស្អាតមិនប្រកាសថាស្រួលអង្គុយសូមលោកអ្នកអង្គុយដើម្បីឲ្យដឹងថាទន់ឬក៏រឹងសមនឹងការប្រើប្រាស់ប្រចាំថ្ងៃដែរឬទេកំហុសទី3ចេះរើសសាច់កណាត់ដែលមិនស័ក្តិសមនឹងការប្រើប្រាស់បើផ្ទះមានកូនតូចឬសត្វចិញ្ចឹមគួរជ្រើសរើសយកក្រណាត់ណាដែលងាយស្រួលសម្អាតនិងធន់នឹងការប្រើប្រាស់ទី4គឺមើលតែតម្លៃសាឡុងដែលមានគុណភាពល្អអាចប្រើប្រាស់បានច្រើនឆ្នាំពេលខ្លះតម្លៃថ្លៃអាចប្រើបានយូរឆ្នាំនិងសន្សំសំចៃថវិកាជាងតម្លៃធូរថ្លៃដែលត្រូវទិញថ្មីម្ដងហើយម្ដងទៀត5មិនសួរអំពីសេវាកម្មនិងការធានារបស់ហាងមុននឹងសម្រេចចិត្តទិញសូមស្វែងយល់ឲ្យច្បាស់អំពីការដឹកជញ្ជូនការដំឡើងនិងសេវាកម្មរបស់ហាងដែលផ្ដល់ទំនុកចិត្តដល់លោកអ្នកជាអ្នកប្រើប្រាស់ខ្ញុំសង្ឃឹមថាគន្លឹះទាំង5នេះនឹងជួយឲ្យលោកអ្នកជ្រើសរើសសាឡុងបានកាន់តែងាយស្រួលនិងសមតាមតម្រូវការរបស់លោកអ្នកបើចង់ឲ្យយើងខ្ញុំជួយណែនាំសាឡុងដែលស័ក្តិសមជាមួយនឹងទំហំផ្ទះឬថវិការបស់លោកអ្នកអាចផ្ញើសារមកកាន់ Page Data Furniture ឬក៏ Telegram ខាងក្រោមយើងខ្ញុំរីករាយនឹងប្រឹក្សាយោបល់ដោយឥតគិតថ្លៃ